បាទតោះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះប្រេកប្រាមេតាហ្វាមមកចេញវីដេអូមួយបាទដែលមានបងប្អូនយើងមួយចំនួនគាត់ខមមិនបាទគាត់ខមមិនគាត់ចង់ឲ្យខ្ញុំបង្ហាញថាវិធីសាស្ត្រអ្វីដែលធ្វើឲ្យបាទត្រីយើងកាចបាទថ្ងៃនេះខ្ញុំចង់សូបង្ហាញបងប្អូនបន្តិចពាក់ព័ន្ធនឹងត្រីយើងអត់សូវអួតបាទនេះវាអត់សូវអួតអញ្ចឹងបាទត្រីឡើងកែវដំបងវាអត់សូវអួតអញ្ចឹងហើយវាមិនសូវកាចបាទជាវិធីសាស្ត្រងាយៗទេបងប្អូនអាចដាក់ឲ្យវាខំគ្នាបាទនេះឧទាហរណ៍ថាត្រីបាទត្រីយើងវាអត់អួតសូវអួតគ្នាអញ្ចឹងបាទគឺយើងចាប់វាបាទបងប្អូនអាចចាប់វាដាក់ចូលគ្នាតែហ្មងបាទចាប់ដាក់ចូលទៅបាទបងប្អូនឲ្យវាខំគ្នានេះបាទឲ្យវាអួតគ្នាវាលេងគ្នាមកទៅទៅបាទត្រីតាមពិតវាដល់អាយុមួយដែលវាហ៊ានខំប៉ុន្តែដោយសារតែយើងបាទឡើងកែវដំបងគឺវាមិនទាន់កាចទេបាទអញ្ចឹងតម្រូវឲ្យយើងដាក់វាអួតគ្នាហើយបើវាអួតគ្នាទេគឺវាអត់ទាន់ខំទេបងប្អូនបាទវាអត់ទាន់ខំគ្នាភ្លាមទេអញ្ចឹងយើងទុកឲ្យវាគៀសគ្នាហើយត្រីនៅពេលណាដែលវាចាប់ផ្ដើមរកខំគ្នាគឺវាហាមាត់បាទវាឆ្លាវខំអញ្ចឹងនៅពេលហ្នឹងគឺយើងចាប់វាចេញវិញបាទនេះខ្ញុំចង់បង្ហាញពីសកម្មភាពត្រីខ្លះដែលចង់ធ្វើបងប្អូនដែលចង់ធ្វើឲ្យត្រីកាចបាទយើងដាក់ឲ្យចូលគ្នាអញ្ចឹងទៅវាអត់ខំគ្នាភ្លាមទេបាទពីព្រោះត្រីបើកាចបាទទៅវាខំហើយត្រីបើវាអត់សូវកាចអញ្ចឹងគឺយើងដាក់ឲ្យវាបាទដាក់ឲ្យវាខំគ្នាទៅហើយគឺយើងធ្វើបាទយើងធ្វើបែបនេះមួយថ្ងៃឬ2ថ្ងៃទៅគឺវាចាប់ផ្ដើមអួតគ្នាក្នុងកែវវិញហើយបងប្អូនបាទហើយនេះគ្រាន់តែជាវិធីសាស្ត្រមួយបាទដែលខ្ញុំចែកម្លែកបងប្អូនបាទនៅក្នុងការថែទាំត្រីត្រៀមចេញប្រយុទ្ធនេះជាត្រីដែលខ្ញុំទើបចាប់ឡើងកែវទេបាទនេះបងប្អូនមើលបាទក៏វាអត់ទាន់ខំគ្នាដែរដោយសារតែដូចបងប្អូនបានលើកឡើងអញ្ចឹងគឺត្រីនេះវាស្លូតបាទវាអត់ទាន់កាចខ្លាំងបាទហើយត្រីនេះជាប្រភេទត្រីដែលយើងវាហួសពេលឡើងមានន័យថាវាឡើង2ខែទៅហើយបាទលេខចាស់តែយើងចាប់វាយកមកថែខំទៀតថាតើវានៅខំបានវាឡើងទៅមិនកម្រិតណាអីកម្រិតណាបាទឥឡូវយើងមកមើលទាំងអស់គ្នាបាទគឺវាអត់តាន់ខំគ្នាទេបងប្អូនឃើញបាទហើយនៅពេលដែលវារកខំគ្នាខ្ញុំនឹងដកវាចេញហើយសកម្មភាពវារកខំគ្នារបៀបម៉េចបងប្អូនអាចមើលដឹងបាទយើងមើលដឹងអញ្ចឹងនៅពេលដែលបងប្អូនចំត្រីបាទចំត្រីយូរទៅបត់ពិសោធន៍កាយវិការរូបភាពត្រីគឺវាស្ថិតនៅក្នុងបាទចំណេះដឹងរបស់យើងបត់ពិសោធន៍របស់យើងទាំងអស់នេះវាចាប់ផ្ដើមគៀសគ្នាគៀកទៅបាទហើយមុខរបស់វាកតុយរបស់វាចាប់ផ្ដើមប៉ះគ្នាបាទហើយនៅពេលដែលវាឆ្លាហាមករកខំហ្នឹងគឺជាពេលដែលយើងត្រូវដកវាចេញហើយបងប្អូនបាទហើយបើសិនជាយើងទុកគឺវាខំគ្នាតែម្ដងបាទហ្នឹងហើយបងប្អូនឃើញនេះវាគៀសកតុយគ្នាបងប្អូនឃើញកាលណាគៀសកតុយនេះគឺវាខំហើយបាទនេះខ្ញុំចង់ឲ្យបង្ហាញឲ្យបងប្អូនបានឃើញថាត្រីនៅពេលដែលវាគៀកគ្នាអញ្ចឹងគឺវាខំហើយអញ្ចឹងយើងដករបស់វាបាទយើងដកវាមកដាក់វិញហើយពេលដែលយើងដកវាមកដាក់វិញបងប្អូនចាំមើលថាតើវាកាចនេះបងប្អូនឃើញទេបាទវាកាចវាអួតចង្កឹះវិញភ្លាមបាទអញ្ចឹងយើងចាប់ផ្ដើមលេងមកវាត្រីនេះគេហៅថាពេលដែលវាខឹងវាកពុលមុខហើយគឺវាចាប់ផ្ដើមកាចហើយបងប្អូនបាទនេះគ្រាន់តែជាការឆ្លើយតបទៅនឹងខមមិនបាទបងប្អូនក៏ដូចជាក្មួយដែលតែងតែខមមិននៅក្នុង channel បាទ YouTube ឥឡូវនេះបាទខ្ញុំមានពេលធ្វើវីដេអូឡើងវិញខ្លះហើយអញ្ចឹងខ្ញុំនឹងព្យាយាមថតបាទរាល់ការខមមិនរបស់បងប្អូនដែលតែងតែបាទតាមដាន channel របស់ខ្ញុំបាទប្រេកប្រា Beta Farm បាទនេះសុទ្ធតែជាបាទលេខល្អដែលយើងឡើងកែវហើយបាទកន្លងមកយើងមិនសូវមានត្រីល្អបងប្អូនបាទអត់សូវមានសិទ្ធិត្រីល្អអញ្ចឹងយើងអត់បានចេញជាវីដេអូអីទេហើយថ្ងៃនេះបាទឆ្លៀតដោយសារតែយប់មិញចូលទៅមើលខមមិនបងប្អូនយើងច្រើនបាទហើយមិនដែលបានថតជូនបងប្អូនមើលទេថាត្រូវនិយាយឥឡូវដល់កម្រិតណាបាទវាមានលក្ខណៈយ៉ាងម៉េចទៅហើយបាទឥឡូវនេះថ្ងៃនេះបាទឆ្លៀតពេលចិត្តចូលឆ្នាំចេញវីដេអូឲ្យបងប្អូនបាទហើយបងប្អូនរាល់ចម្ងល់បងប្អូនដែលខ្ញុំបាទមិនដែលបានធ្វើខ្ញុំនឹងព្យាយាមធ្វើជាវីដេអូជូនបងប្អូនឲ្យបានបាទគ្រប់ការស្នើសុំមានការខមមិនខ្លះចង់ជម្រាបជូនបងប្អូនថាមានការខមមិនខ្លះពាក់ព័ន្ធការព្យាបាលត្រី
គឺយើងធ្វើអត់កើតដោយសារតែវាអត់មានត្រីឈឺប្រភេទអញ្ចឹងដើម្បីព្យាបាលវាហើយជារឿងមួយដែលសោកស្ដាយបងប្អូនបាទខ្ញុំអត់ដែរវាមានត្រីជំងឺបែបដែលបងប្អូនខមមិនហ្នឹងណាបាទហើយបើពាក់ព័ន្ធនឹងការហើមពោះហើមអីគឺខ្ញុំបានធ្វើវីដេអូអស់ហើយបាទប៉ុន្តែវីដេអូខ្លះគឺមានត្រីប្រភេទខ្លះគឺបងប្អូនខមមិនមកបាទសួរថាត្រីខ្ញុំឈឺអញ្ចេះឈឺអញ្ចោះហើយព្យាបាលយ៉ាងម៉េចបើជំងឺដែលខ្ញុំធ្លាប់ជួបគឺខ្ញុំបាទបានធ្វើវីដេអូជូនបងប្អូនមើលអស់ហើយសម្រាប់ត្រីដែលមានជំងឺដែលដូចបងប្អូននិយាយហ្នឹងគឺខ្ញុំអត់មានបាទអត់មានតែអញ្ចឹងមិនដឹងថាត្រូវសូបង្ហាញវីដេអូជូនបងប្អូនយ៉ាងម៉េចបាទហើយវីដេអូនេះបាទសង្ឃឹមថាបងប្អូនបាទបានបានយល់ហើយនឹងអាចសាកល្បងបាននៅពេលដែលខ្ញុំធ្វើវីដេអូបាទអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ